តើរូបមន្តនឹងវាទៅមិនយើងចំណាយលុយធ្វើទាំងអស់ហ្នឹងយើងចំណាយពេលវេលានិងផ្លូវច្បាប់ធ្វើទាំងអស់ហ្នឹងយើងយករសជាតិមកហូបខ្មែរយើងដាក់ចូលនៅក្នុងហ្នឹងបើរសជាតិដូចដើម The Pizza Company គឺមិនអាចប៉ុន្តែបងឯងជ្រុលនិយាយអញ្ចឹងហ្នឹងខ្ញុំឃើញសំណួរមួយដែលខ្ញុំចាប់អារម្មណ៍ដែររសជាតិវានៅដូចដើមអត់ចាបើរសជាតិដូចដើម The Pizza Company គឺមិនអាចដោយសារអីយើងអត់មានអាគ្រឿងផ្សំហ្នឹងមកពីនឹងតិចមកបានទៀតប៉ុន្តែអ្វីដែលយើងចូលដាក់នៅក្នុងម៉ឺនុយរបស់យើងនេះមានរឿងពីររឿងទី1យើងព្យាយាមយកអារសជាតិមុខម្ហូបដែលអតិថិជនពីមុនធ្លាប់ស្គាល់គាត់ធ្លាប់ចូលចិត្តចាអញ្ចឹងយើងព្យាយាមបង្កើតអារសជាតិនឹងឡើងវិញដែលគាត់ចូលចិត្តប៉ុន្តែសួរថាដូចអត់มันអាចដូចទេព្រោះយើងអត់ដឹងរូបមន្តគេមិនផង 100% អត់ដូចទេដោយសារយើងដឹងថាម្ហូបមួយមុខហ្នឹងអតិថិជនគាត់ចូលចិត្តហើយយើងចង់រក្សាខ្ញុំទៅជួបអ្នកផលិតថ្មីមួយក្រុមការងារទៅជួបគាត់យកអាហ្នឹងទៅឲ្យគាត់តែខ្ញុំចង់ធ្វើឲ្យដូចរសជាតិហ្នឹងហើយគាត់ថាគាត់មានអានេះអញ្ចឹងណាហើយយើងទៅជ័យនេះភ្លក់ទាំងអស់គ្នាទៅហើយចុងក្រោយថាគាត់អាចធ្វើចេះបានទេចេះបានភ្លក់ដឹងប្រហែលដងហើយតម្រុំចុងគាត់ថាតោះឥឡូវយកនេះហើយអ្នកណាគេអ្នកដឹងបងសុំមិនឈ្មោះក៏បានដែរប៉ិនដែលសម្រាប់យកហ្នឹងចាក្រុមការងាររបស់យើងនឹងភ្លក់ទាំងអស់គ្នាអូទី2យើងយករសជាតិម្ហូបខ្មែរយើងដាក់ចូលនៅក្នុងហ្នឹងហើយម្ហូបជាតិរសជាតិខ្មែរហ្នឹងគឺអត់មានណាធ្វើបានទេក្រៅប្រទេសក៏ធ្វើអត់បានដែរព្រោះរសជាតិខ្មែរយើងអញ្ចឹងយើងធ្វើកិច្ចការសហការក្នុងស្រុកទៅប៉ុន្តែរសជាតិដែលខ្ញុំនិយាយមិញថាឲ្យគេធ្វើហ្នឹងខ្ញុំជិះកប៉ាល់ហោះទៅហ្នឹងវាមានប្រទេសក្រៅហើយក៏មានអ្នកនៅក្នុងស្រុកក៏ធ្វើឲ្យដែរបងអាចប្រាប់បានទេថាបងឯងជិះកប៉ាល់ហោះទៅណាប្រទេសណាខ្លះដែលបងឯងយកអាវត្ថុធាតុដើមស្អីមកព្រោះខ្ញុំដឹងថាថ្ងៃក្រោយចង់ឲ្យវានៅក្នុងស្រុកទាំងអស់ហើយឥឡូវខណៈពេលបច្ចុប្បន្នសិនតែយើងកំពុងតែផ្លាស់ប្ដូរច្រើនប្រទេសចាយើងមានមកពីអាមេរិកអូខេយើងមានមកពីឥណ្ឌាយើងមកពីវៀតណាមមកពីម៉ាឡេមកពីចិនមកពីហ្វីលីពីនច្រើនប្រទេសមែនទែនវាទៅតាមតម្រូវការរបស់វាមួយរបស់ខ្លះប្រទេសនេះមានរបស់ខ្លះប្រទេសនេះអត់មានវត្ថុម្ដងរបស់យើងចុងក្រោយគឺនៅក្នុងស្រុកទាំងអស់ហេតុអីធ្វើនៅក្នុងស្រុកចំណេញច្រើនណាស់ចារបស់ស្រស់គាត់ធ្វើឲ្យថ្មីយើងជាប្រចាំយើងទិញពីគេមក45ថ្ងៃបានមកដល់យើងអញ្ចឹងទៅដឹកពីណាពីនេះអាថ្លៃដឹកជញ្ជូនហ្នឹងមកហើយទៅបង់ពន្ធចូលមកទៀតទៅរកកន្លែងស្តុកឲ្យវាទៀតទៅបង់លុយគេមុនទៀតដល់យើងទៅនៅទីនេះរយៈពេលខ្លីទាំងអស់គ្នាស្រស់ទាំងអស់គ្នាអញ្ចឹងអាគាត់ទុកនៅកន្លែងគាត់យើងត្រូវការគាត់ដឹកមកយើងចាបាទដឹកមកបានបង់លុយ TPC Pizza ឆ្ងាញ់អ្វីម្លេះទេ TPC Pizza ដែលអ្នកចូលចិត្ត